នេះជាចាត់ដីរបស់លោកយាយរស់សេរីសុទ្ធាគឺជាតារាចម្រៀងជើងចាស់របស់យើងដែរគឺលោកស្រីហ៊ុយមាសបងប្អូនហើយឆ្នាំគឺឆ្នាំ1946រហូតដល់1977ដូចគ្នាលោកស្រីប៉ែនរ៉នលោកស្រីប៉ែនរ៉នគោសម័យនោះគោមិនធម្មតាទេបងប្អូនគោជាអ្នកគោជាតារាចម្រៀងល្បីរន្ទឺប្រចាំប្រទេសរបស់យើងដែរបងប្អូននៅក្នុងសម័យកាលនោះជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ទឹកដីខេត្តកំបាត់ដំបងហើយខ្ញុំជិះកាត់នៅកន្លែងនេះក៏នឹកឃើញនៅក្នុងបទចម្រៀងមួយបទដែលតាមរយៈបទលោកតាស៊ិនស៊ីមុតនិយាយពីវត្តតាមឹមអញ្ចឹងហើយក៏ខ្ញុំជិះកាត់ទៅក៏ខ្ញុំឃើញចែកដនឃើញវត្តតាមឹមបងប្អូននេះជាខ្លោងទ្វារវត្តតាមឹមដែលនៅក្នុងបទចម្រៀងរបស់លោកតាស៊ិនស៊ីមុតហើយគោក្រុមការងារខ្ញុំនឹកឃើញថានឹងផលិតទស្សនវិជ្ជានេះបង្ហាញជូនបងប្អូនទស្សនាតាមរយៈคลิปវីដេអូបើសិនជាបងប្អូនស្គាល់អានេះជារឿងរបស់បងប្អូនល្អមែនតើតែបើសិនអត់ស្គាល់បងប្អូនអាចទស្សនាតាមคลิปវីដេអូរបស់ក្រុមការងារខ្ញុំបានហើយបងប្អូននៅក្នុងឃ្លានោះតាមអ្វីដែលខ្ញុំចាំបានគឺបទលោកតាស៊ិនសមុទ្រគាត់ច្រៀងថាវត្តតោវត្តតាមឹមក្រហមដាក់ខ្ញុំអានេះតោបងប្អូននេះគឺជាតោនៅមុខនឹងខ្លោងទ្វារឬក៏នៅអមខ្លោងទ្វារមុនយើងចូលទៅវត្តតាមឹមតែម្ដងបងប្អូនឃ្លាមួយនោះលោកតាបានច្រៀងថាវត្តតាមឹមតោវត្តតាមឹមក្រហមដាក់ខ្ញុំការពារស្រីមុំកំពុងពេញវ័យអូនចុះមួយទឹកលើស្ពានបោះថ្មីបងផ្លឹកស្មារតីព្រោះស្រីល្អណាស់ឃ្លានេះពិតជាអែមមែនទែនបងប្អូនហើយក៏ខ្ញុំនឹកឃើញថាថតបង្ហាញបងប្អូនដើម្បីរំលឹកទៅដល់ការនិពន្ធរបស់បព្វបរោះយើងពីមុនឬក៏អាចថាកវីនិពន្ធពីចំនួនមុនដែលលើកសរសើរពីវត្តតាមឹមដែលមានភាពស្រស់ស្អាតអីចឹងណាបងប្អូនតែឥឡូវទីយើងមកដល់ចាក់ស្ដែងហើយបងប្អូនតោនៅទីនេះគឺមាន2មានសងខាងមិញខ្ញុំបង្ហាញបងប្អូននោះគឺនៅខាងឆ្វេងចំណែកតោមួយទៀតនេះគឺនៅខាងស្ដាំមានន័យថាតោវត្តតាមឹមនេះគឺសងខាងមុនអមជាប់នឹងខ្លោងទ្វារតែម្ដងនេះរូបរាងតោនៅក្នុងបទចម្រៀងបាត់ដំបងមណ្ឌលចិត្តបងប្អូននៅក្នុងឃ្លានឹងដែរគឺនៅក្នុងបទចម្រៀងបាត់ដំបងមណ្ឌលចិត្តដែរបងប្អូននេះហើយជាសភាពចាក់ស្ដែងតោហើយបងប្អូនខ្ញុំចង់បង្ហាញមួយទៀតថានេះជាខ្លោងទ្វារដែលយើងត្រូវចូលទៅដល់ទីតាំងវត្តតែម្ដងទីតាំងវត្តតាមឹមបងប្អូននេះហើយវត្តតាមឹមដែលជាការនិពន្ធរបស់លោកម៉ៅឡាពីនៅក្នុងបទចម្រៀងនឹងដែរបងប្អូនមិញហ្នឹងបងប្អូនបានមើលពីខ្លោងទ្វារនិងតោរួចហើយឥឡូវនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនចូលទៅទីតាំងវត្តតែម្ដងបងប្អូនទីតាំងវត្តនេះខ្ញុំឃើញមានតាមអ្នកភូមិប្រាប់ថាមានចែកដីរបស់អ្នកតារាចម្រៀងជើងចាស់របស់យើងមានចែកដីលោកយាយរស់សេរីសុទ្ធាហ៊ុយមីសអីចឹងបងប្អូនមាន2 3ដែរតែជាចែកដីតំណាងដែលនៅក្នុងវត្តនេះគេកសាងដើម្បីរំលឹកស្នាដៃរបស់គាត់អញ្ចឹងឥឡូវយើងទៅធ្វើដំណើរទៅមើលចែកដីផ្ទាល់តែម្ដងបងប្អូនពេលដែលយើងធ្វើដំណើរមកដល់ប្រហែលជាខ្ទង់50 ម៉ែត្រទេយើងឃើញមានខ្លោងទ្វារមួយទៀតគឺខ្លោងទ្វារចូលមកទីតាំងវត្តតែម្ដងបងប្អូនហើយបងប្អូននេះជាចែកដីដែលតារាចម្រៀងជើងចាស់ឬក៏លោកយាយឃើញនៅក្នុងហ្នឹងគឺជាមានលោកយាយរស់សេរីសុទ្ធាដែរអញ្ចឹងយើងទៅមើលទាំងអស់គ្នាចាក់ស្ដែងតែម្ដងនេះហើយបងប្អូនពេលយើងធ្វើដំណើរមកដល់នេះគឺជាទីតាំងវត្តតែម្ដងបងប្អូនឃើញទេបរិវេណវត្តស្អាតមែនតើនេះបងប្អូនឥឡូវយើងមកខាងនេះមុនខ្ញុំចង់បង្ហាញពីចែកដីមួយនេះជាចែកដីរបស់លោកយាយរស់សេរីសុទ្ធានេះបងប្អូនចាក់ស្ដែងគឺជាចែកដីនេះគឺមានដាក់ឈ្មោះនៅហ្នឹងណាបងប្អូនកាលលោកយាយរស់សេរីសុទ្ធាពីឆ្នាំ1947រហូតដល់ឆ្នាំ1977ប៉ុន្តែខ្ញុំសាកសួរគេខ្លះៗទៅគឺមិនមែនអតិថិធអីនៅក្នុងហ្នឹងទេគ្រាន់តែថានៅក្នុងតំបន់ឬក៏កន្លែងហ្នឹងគឺអាចធ្វើតំណាងដើម្បីរំលឹកទិសដល់ស្នាដៃរបស់លោកយាយដែលមានជាអ្នកចម្រៀងដល់វារស់ល្បីរន្ទឺនៅក្នុងទស្សវត្សហ្នឹងបងប្អូននេះហើយជាចែកដីនៅក្នុងវត្តតាមឹមហ្នឹងតែម្ដងខ្ញុំជឿថាបងប្អូនជាច្រើនស្គាល់តែបងប្អូន
មួយចំនួនទៀតប្រហែលជាអត់ទាន់បានដឹងអញ្ចឹងហើយទើបក្រុមការងារជិះកាត់តាមតំបន់នេះក៏ឆ្លៀតធ្វើវីដេអូបង្ហាញជូនបងប្អូនឲ្យទស្សនាបើសិនជាបងប្អូនអត់បានទាន់មកលេងទេបងប្អូនអាចទស្សនាតាមរយៈคลิปវីដេអូនៃក្រុមការងារខ្ញុំផ្តិតជូនបងប្អូននេះមួយទៀតបងប្អូនគឺជាតារាចម្រៀងជើងចាស់របស់យើងដែរគឺលោកស្រីហ៊ុយមាសបងប្អូនហើយឆ្នាំគឺឆ្នាំ1946រហូតដល់1977ដូចគ្នាបងប្អូននេះគឺជាចែកដីតំណាងរបស់តារាចម្រៀងជើងចាស់របស់យើងមួយដែរគឺលោកស្រីហ៊ុយមាសហើយមួយទៀតបងប្អូននេះខ្ញុំបង្ហាញមួយទៀតគឺមាន3បងប្អូនអានេះក៏ជាតារាចម្រៀងយើងមួយដែរគឺចែកដីរបស់លោកស្រីប៉ែនរ៉នលោកស្រីប៉ែនរ៉នក៏សម័យនោះក៏មិនធម្មតាដែរបងប្អូនក៏ជាតារាចម្រៀងល្បីរន្ទឺប្រចាំប្រទេសរបស់យើងដែរបងប្អូននៅក្នុងសម័យកាលនោះហើយចំណែកឆ្នាំមកពេលដាក់នៅនឹងដែរគឺឆ្នាំ1944រហូតដល់ឆ្នាំ1975បងប្អូននេះជាចែកដីតំណាងរបស់លោកស្រីប៉ែនរ៉នបងប្អូននៅក្នុងវត្តនឹងជាមួយគ្នាកម្រិតចម្ងាយប្រហែលជា 4-5 ម៉ែត្រពីគ្នានេះហើយជាចែកដីបងប្អូនប៉ុន្តែនៅនេះអត់មានចែកដីលោកតាសិនសិទ្ធិមុតទេនេះឃើញតែ3រូបនេះទេនៅក្នុងបរិវេណនៃវត្តតមឹមនឹងតែម្ដងបងប្អូនកលេចមកមើលនេះបន្តិចមកនេះហើយជាទីធ្លាឬក៏បរិវេណឃើញវត្តនេះឃើញមានដើមឈើនេះមួយធំបងប្អូនអាយុកាលក៏មិនឆាប់ដែរយូរហើយមិនទៅទីធ្លាអញ្ចឹងបងប្អូននេះហើយជាទីធ្លាវត្តតមឹមទាំងមូលបងប្អូនអាចមើលតាមរយៈខ្សែវីដេអូរបស់ក្រុមការងារខ្ញុំបានបងប្អូននេះហើយបាទបងប្អូនបន្ទាប់ពីក្រុមការងារខ្ញុំបានផលិតទស្សនភាពពីវត្តតមឹមបង្ហាញជូនបងប្អូនទស្សនានៅពេលនេះបងប្អូនក៏អាចមកលេងកំសាន្តបានមកលេងខេត្តបាត់ដំបងបងប្អូនអាចឈៀងមកលេងនៅវត្តតមឹមនេះបានមកមើលទស្សនភាពផ្ទាល់នៅទីនេះបានបងប្អូនមកដល់ទីរំខេត្តបងប្អូនសួរគេទៅថាវត្តតមឹមនៅទីណាគេនឹងប្រាប់បងប្អូនហើយនៅក្នុងខេត្តបាត់ដំបងនេះផងដែរអញ្ចឹងពីក្រុមការងារដែលផ្តិតជូនបងប្អូននៅពេលនេះក៏ឈានដល់ទីបញ្ចប់បើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសពីខ្ញុំបាទនិងក្រុមការងារពេលនេះក៏សូមអរគុណសូមគោរពលា